ជំរាបសួរបងប្អូនយ៉ាខ្ញុំថ្ងៃនេះមកធ្វើអីរៀងប្លែកបន្តិចសាមានពេលតនេកូនទៅរៀនហើយមានពេលខ្លះសម្រាប់ខ្លួនឯងដែរហើយខ្ញុំបានធ្វើវីដេអូជាច្រើននិយាយអំពីស្ថានភាពរបស់ខ្ញុំថាហេតុអីបានខ្ញុំមករស់នៅក្នុងអូតែលអីចឹងណាបងប្អូនហើយក៏មានបងប្អូនជាច្រើនគាត់បានយល់ហើយពីស្ថានភាពហ្នឹងប៉ុន្តែនៅមានបងប្អូនក្រោយទៀតដែលគាត់អត់ទាន់ដឹងសាច់រឿងរបស់ខ្ញុំគាត់នៅតែមានសំណួរថាហេតុអីបានជាខ្ញុំហ្នឹងត្រូវមករស់នៅអូតែលហើយហេតុអីបានជាខ្ញុំនឹងប្តីខ្ញុំហ្នឹងប្តីខ្ញុំអត់យកខ្ញុំទៅរស់នៅUK ជាមួយគាត់អញ្ចឹងណាបងប្អូនអញ្ចឹងវាមានសំណួរជាច្រើនដែលបងប្អូននៅតែឆ្ងល់ហើយថ្ងៃនេះខ្ញុំចង់និយាយប្រាប់បងប្អូនបន្តិចដែររឿងហ្នឹងថាមូលហេតុអីបានវាអញ្ចឹងហើយសប្តាហ៍ថ្ងៃនេះមានបងប្អូនសួរថាតើប្តីខ្ញុំរស់នៅស្រុកណានៅប្រទេសណាឥឡូវហ្នឹងនេះប្តីខ្ញុំបងប្អូនមកអញ្ចឹងណាមកមាត់តាសមោមអូខេប្តីខ្ញុំសប្តាហ៍ថ្ងៃគាត់កំពុងតែរស់នៅនិងធ្វើការនៅប្រទេសអង់គ្លេសហើយមូលហេតុដែលខ្ញុំអត់ទាន់ទៅកើតគឺខ្ញុំនៅរងចាំកដាស្នាមណាបងប្អូនកដាស្នាមយើងទៅរស់នៅស្រុកគេយើងត្រូវធ្វើកដាស្នាមដែរយើងមិនថាយើងរស់នៅប្រទេសមហាអំណាចហើយយើងចង់ទៅណាមកណាអត់ឆ្លងកាត់ផ្លូវច្បាប់អត់បានទេអញ្ចឹងហើយខ្ញុំអត់ចង់ទៅហើយបានធ្វើកដាស្នាមទេខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំចង់ធ្វើកដាស្នាមឲ្យរួចស្រេចហើយបានខ្ញុំទៅម្ល៉េះហើយបានវាជាមានរឿងត្រូវរស់នៅបែកគ្នាអញ្ចឹងឯងបងប្អូនក៏ពិតខ្ញុំអាចដាក់វីសាទៅលេងហើយខ្ញុំស្នើសុំកដាស្នាមពីខាងហ្នឹងក៏បានដែរក៏ប៉ុន្តែខ្ញុំអត់ចង់ធ្វើផ្លូវហ្នឹងទេខ្ញុំសុខចិត្តធ្វើតាមដំណើរសុខចិត្តឲ្យយូរចោះសុខចិត្តឲ្យពិបាកចោះប៉ុន្តែឲ្យទៅតាមដំណាក់កាលរបស់វាខ្ញុំអត់ចង់លោតម្លងណាអត់ចង់ធ្វើផ្លូវកាត់អត់ចង់លោតម្លងអីទេម្ល៉េះហើយបានធ្វើឲ្យមានរឿងពិបាកក្នុងការធ្វើឯកសារហ្នឹងវាខ្ញុំម្នាក់ឯងអញ្ចឹងនៅប្រទេសនេះហើយប្តីខ្ញុំត្រូវទៅមុនដោយសារតែគាត់មានកាតព្វកិច្ចគាត់មានភារកិច្ចគាត់មានការងារដែលត្រូវទៅធ្វើតែម្ដងម្ល៉េះហើយគាត់អាចចាំកដាស្នាមខ្ញុំបានទេអញ្ចឹងហើយខ្ញុំនៅខាងនេះជាមួយកូនគឺនៅរងចាំso រឿងហ្នឹងខ្ញុំសូមនិយាយខ្លីៗប៉ុណ្ណឹងហើយបើសិនជាមានសំណួរអីបងប្អូនអាច comment បានឬក៏ message មកក៏បានហើយខ្ញុំនឹងប្រាប់នៅអ្វីដែលខ្ញុំអាចប្រាប់ទៅបានព្រោះខ្ញុំមាន comment ខ្លះដែលខ្ញុំមិនអាចនិយាយបានបងប្អូនខ្ញុំមិនអាចឆ្លើយបានព្រោះវាតទៅនឹងរឿង personal ខ្លាំងពេកហើយមានបងប្អូនខ្លះក៏គាត់យល់ពីស្ថានភាពក៏គាត់អត់ជជែកសួរដែរពីព្រោះវាជារឿងផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ដែលយើងមិនអាចចែករំលែកទៅក្នុង social media បានទេអញ្ចឹងណាបងប្អូនសង្ឃឹមថាបងប្អូនយល់ហើយហ្នឹងហើយសង្ឃឹមថាទាំងអស់គ្នាមានថ្ងៃល្អថ្ងៃនេះអូខេ Have a good day bye